ខ្ញុំចង់សួរថាម៉ែក្មេកនៅលើโลกនេះមានប្រមាណអ្នកទៀតដូចគាត់សូម្បីតែខ្ញុំចូលតែដឹងគេតាមប្រពៃណីគាត់លេងចរិតដូចជាគាត់អ្នកមានតោះស្ដាប់ម៉ែក្មេងមកដេញចិនគាត់អប្រិយម្ល៉េះទេបំបាយស្នេហ៍របស់ខ្ញុំគាត់ស្រឡាញ់តែលុយដុល្លារប៉ុណ្ណោះគាត់ដៀលខ្ញុំនេះសមគ្រប់ខ្ញុំស្រឡាញ់នាងខ្លាំងណាស់តាំងពីចាំផ្ដាំដំបង3ឆ្នាំកំឡងផុតឥឡូវបើជា30នៅសារតែម៉ែក្មេងចិត្តអប្រិយគាត់មកប្រឡាយស្នេហារបស់ខ្ញុំតាំងពីតូចគេមិនដែរមើលងាយមិនដែរមើលថោកតែពេលមានមិនដែរគេមើលងាយហើយមើលថោកហាក់ងាយលើខ្ញុំជានាងក្រមិនក៏ចង់ស្នេហ៍កូនគាត់ធ្វើឲ្យខ្ញុំឈឺចាប់ដេកយំដេកគិតរាល់ថ្ងៃខ្ញុំនេះខកអ្វីមិនដេកក៏គាត់និយាយអញ្ចឹងធ្វើឲ្យខ្ញុំនេះឈឺចាប់ហួរនិយាយខ្ញុំនិយាយឲ្យចប់ថាអ្នកឯងស្រឡាញ់តែលុយដុល្លារតែប៉ុណ្ណោះគេឃើញកូនស្រឡាញ់គ្នាគេមិនបំបែកបំបាំងទេតែអ្នកឯងវិញមកបំបែកបំបាំងស្នេហ៍ខ្ញុំធ្វើឲ្យខ្ញុំឈឺចាប់ហួរនិយាយម៉ែក្មេងគាត់នេះគឺចិត្តអប្រិយម៉ែក្មេងមកដេញចិនគាត់អប្រិយម្ល៉េះទេបំបាយស្នេហ៍របស់ខ្ញុំគាត់ស្រឡាញ់តែលុយដុល្លារប៉ុណ្ណោះគាត់ដៀលខ្ញុំនេះសមគ្រប់សំបីប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមីស្ទ័រលេបប៉ុន្តែម្ដាយក្មេកគាត់ចិត្តអប្រិយគាត់បំបាយស្នេហ៍របស់ខ្ញុំឲ្យរីងរៃឈឺចាប់ទាំងពីរនាក់តែគាត់មានយល់ខ្លះទេរត់តែប្តឹងសំដីគាត់រត់តែប្តឹងស្អីខ្ញុំវាខកអ្វីតើអ្នកឯងនិយាយទៅនិយាយប្រាប់ខ្ញុំបន្តិចមកខ្ញុំខកអ្វីខ្ញុំនេះខកអ្វីប្រពន្ធខ្ញុំថាគាត់ចង់តែប្តឹងបងទេចង់ប្តឹងបងរឿងអ្វីបងនិយាយហើយបងស្រក់ទឹកភ្នែកដោយសារតែម៉ែក្មេកចិត្តអប្រិយខ្ញុំនិយាយពីបទនេះគឺនិយាយពីម៉ែក្មេកចិត្តអប្រិយគាត់មកប្រឡាយគាត់ឲ្យប្រពន្ធខ្ញុំនេះលេងខ្ញុំវាឈឺចាប់ខ្លាំងណាស់ប្រពន្ធខលមកខ្ញុំគេដេកយំរាល់ថ្ងៃដោយសារតែម៉ែបង្ខំឲ្យគាត់នេះលេងខ្ញុំដល់ពេលលេងហើយគាត់ថាខ្ញុំនេះជាអ្នកបង្ខំប្រពន្ធខ្ញុំទៀតខ្ញុំឈឺចាប់ម៉ែក្មេងមកដេញចិនគាត់អប្រិយម្ល៉េះទេបំបាយស្នេហ៍របស់ខ្ញុំគាត់ស្រឡាញ់តែលុយដុល្លារប៉ុណ្ណោះគាត់ដៀលខ្ញុំនេះសមគ្រប់កម្មពៀនេះដឹងតែធ្លាក់ទៅលើអ្នកវិញហើយ